ទីខ្ញុំបាទសូមជម្រាបជូនកម្មវិធីជាវិទ្យាចាត់កម្មជាស្ថានីយ៍ផលិតទឹកពិសាសុវត្ថិភាពថ្មីនៅស្រុកក្រឡាញ់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការមានពលរដ្ឋទទួលផលជិត 9,000 នាក់ស្ថានីយ៍ផលិតទឹកពិសាសុវត្ថិភាពសហគមន៍ថ្មីមួយដែលមានទីតាំងក្នុងវត្តបូខាណាតេជោត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 ដើម្បីផ្ដល់គុណប្រយោជន៍ដល់ប្រជាពលរដ្ឋជិត 9,000 នាក់ក្នុងឃុំជន្លៀសដៃស្រុកក្រឡាញ់ខេត្តសៀមរាបស្ថានីយ៍នេះរំពឹងថានឹងជួយផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពសម្រាប់ពិសាដល់វត្តអារាមជនភៀសសិក្សាស្នាក់នៅនិងប្រជាពលរដ្ឋចំនួន 3 ភូមិនៃឃុំជន្លៀសដៃដែលគម្រោងនេះឧបត្ថម្ភថវិកាដោយអង្គការអូស្វាមកូរ៉េនិងមានការសម្របសម្រួលពីមន្ទីរអភិវឌ្ឍជនបទនិងអាជ្ញាធរស្រុកឃុំភូមិរួមទាំងប្រជាអធិការនិងគណៈកម្មការវត្តក្នុងឃុំជន្លៀសដៃលោកទូចម៉ាឡាប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបានបញ្ជាក់ថាស្ថានីយ៍នេះត្រូវបានសាងសង់ឡើងដើម្បីផលិតទឹកស្អាតសម្រាប់ពិសានិងប្រើប្រាស់ដែលមានគុណភាពស្របតាមស្តង់ដារសុខភាពពិភពលោកគម្រោងនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី 4 ខែតុលាឆ្នាំ 2025 និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី 31 ខែតុលាឆ្នាំ 2025 លោកទូចម៉ាឡាបានបញ្ជាក់ទៀតថាការប្រើប្រាស់ទឹកស្អាតនេះនឹងជួយការពារជំងឺរាគរូសការឈឺស្កាត់ជាពិសេសចំពោះកុមារនិងមនុស្សចាស់លោកក៏បានណែនាំដល់គណៈកម្មការទាំង 5 ឲ្យជួយថែរក្សាស្ថានីយ៍នេះឲ្យបានយូរអង្វែងនិងថាស្ថានីយ៍នេះក៏ជួយកាត់បន្ថយការចំណាយទៅលើការទិញទឹកមកពិសាផងដែរលោកបានថ្លែងអំណរគុណដល់អង្គការអូស្វាមនិងបានអំពាវនាវឲ្យអង្គការនេះបន្តជួយដល់ទីតាំងខ្វះខាតទឹកស្អាតផ្សេងៗទៀតក្នុងប្រទេសលោកតាត់មានអភិបាលរងស្រុកក្រឡាញ់បានគូបញ្ជាក់ថាប្រព័ន្ធចម្រោះទឹកស្អាតនេះនឹងចូលរួមដោះស្រាយបញ្ហាប្រឈមធំៗក្នុងមូលដ្ឋានតាមរយៈការកែលម្អសុខភាពសាធារណៈកាត់បន្ថយហានិភ័យជំងឺដែលកើតឡើងដោយសារទឹកនិងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពទូទៅនៃសហគមន៍លោកបន្ថែមថាសមិទ្ធផលនេះរួមចំណែកដល់សេដ្ឋកិច្ចជនបទកាន់តែរឹងមាំស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលលោកក៏បានស្នើឲ្យអាជ្ញាធរនិងប្រជាសហគមន៍ទាំងអស់ចូលរួមថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង្សនិងប្រកបដោយនិរន្តរភាពលោកប៊ុនឈឿតប្រធានក្រុមប្រឹក្សាឃុំជន្លៀសដៃបានលើកឡើងពីប្រវត្តិរបស់ទីតាំងវត្តបូខាណាតេជោដែលធ្លាប់បានទទួលប្រជាពលរដ្ឋភៀសខ្លួនដោយសារសង្កេតឃើញមានប្រជាពលរដ្ឋរស់នៅច្រើនទើបមន្ទីរអភិវឌ្ឍជនបទរួមជាមួយអង្គការអូស្វាមបានសម្រេចរៀបចំសាងសង់ស្ថានីយ៍ទឹកស្អាតនេះឡើងដើម្បីជំនួសឲ្យការប្រើប្រាស់ទឹកដែលមិនស្អាតនិងធានាឲ្យប្រជាពលរដ្ឋទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព